សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិឆ្លើយតបទៅនឹងការលើកឡើងកាលពីពេលថ្មីៗនេះរបស់លោកឧបនាយករដ្ឋមន្ត្រីស៊ីហាស័កភួងកេតកែវរដ្ឋមន្ត្រីការបរទេសថៃតាក់ទងនឹងការចរចាជាប់គាំងលើបញ្ហាព្រំដែនគោកកម្ពុជាថៃអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាសូមធ្វើសេចក្តីថ្លែងការណ៍ដូចខាងក្រោមលោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃបានអះអាងនៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះថាការដែលកម្ពុជាសម្រេចចិត្តដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS បានបិទទ្វារចំពោះការចរចាលើព្រំដែនគោកនេះមិនមែនជាការពិតទាល់តែសោះព្រំដែនសមុទ្រនិងព្រំដែនគោកត្រូវបានគ្រប់គ្រងដោយក្របខ័ណ្ឌច្បាប់ផ្សេងគ្នានិងយន្តការទ្វេភាគីផ្សេងគ្នាកម្ពុជាជ្រើសរើសផ្លូវដោះស្រាយតាម UNCLOS គឺពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្រតែមួយគត់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រគឺជាមធ្យោបាយសន្តិវិធីដែលបានព្រមព្រៀងគ្នាសម្រាប់ដោះស្រាយវិវាទលើដែនសមុទ្រហើយការប្រើប្រាស់នីតិសមុទ្រនេះគួរតែត្រូវបានចាត់ទុកថាជាការធានានូវការផ្ដល់នូវទំនុកចិត្តជាជាងបង្កការព្រួយបារម្ភដល់ប្រទេសជិតខាងណាមួយដែលមានការបដិញ្ញាចិត្តពិតប្រាកដចំពោះគោលការណ៍ច្បាប់អន្តរជាតិជំរឿសផ្លូវដោះស្រាយតាមនីតិសមុទ្រមិនអាចចាត់ទុកជាមូលដ្ឋានសមស្របនោះទេសម្រាប់ផ្អាកការងារដែលមិនតាក់ទងគ្នាសោះលើការខណ្ឌសីមាព្រំដែនគោកតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកដែលបានព្រមព្រៀងគ្នារួចហើយតាមអនុសារណៈនៃការយោគយល់គ្នាចុះថ្ងៃទី14ខែមិថុនាឆ្នាំ2000និងបានបញ្ជាក់ជាថ្មីនៅក្នុងបទជបាញ់នៅថ្ងៃទី27ខែធ្នូឆ្នាំ2025ចាំបាច់គួររំលឹកថាប្រទេសថៃបានដកខ្លួនជាឯកតោភាគីចេញពីយន្តការទ្វេភាគីតែមួយគត់ដែលបានព្រមព្រៀងគ្នាសម្រាប់ការចរចាទ្វេភាគីលើបញ្ហាក្នុងដែនសមុទ្របើទោះបីជាកម្ពុជាបានស្នើសុំដោយផ្ទាល់មិនឲ្យធ្វើដូច្នោះក៏ដោយទន្ទឹមនឹងនេះក៏សូមកត់សម្គាល់ផងដែរថាគណៈដែលថៃកំពុងតវ៉ាប្រឆាំងនឹងកម្ពុជាចាប់ផ្ដើមដំណើរយន្តការដោះស្រាយវិវាទក្រោម UNCLOSកន្លងមកនេះប្រទេសថៃខ្លួនឯងបានបង្ហាញពីចេតនារបស់ខ្លួនម្ដងហើយម្ដងទៀតក្នុងការពឹងផ្អែកលើ UNCLOS ដើម្បីដោះស្រាយបញ្ហាសមុទ្រដូច្នេះកម្ពុជាសូមអំពាវនាវឲ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យាពេលដោយចេតនារបស់ខ្លួនហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញដោយសុឆន្ទៈតាមការព្រមព្រៀងគ្នារួចហើយរវាងប្រទេសទាំងពីរក្រោមលក្ខខណ្ឌនៃអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000និងបទជបាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025គ្មានហេតុផលអ្វីទាំងអស់ទាំងខាងផ្នែកច្បាប់ទាំងលើការអនុវត្តជាក់ស្ដែងសម្រាប់ឲ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកពន្យាពេលបន្តអនុវត្តការងារខណ្ឌសីមាព្រំដែនស្របគ្នានឹងដំណើរការលើបញ្ហាដែនសមុទ្រក្រោម UNCLOS នោះទេការអំពាវនាវនេះក៏ត្រូវបានលើកឡើងផងដែរនៅក្រៅតំបន់កាលពីថ្ងៃទី11ខែកក្កដាឆ្នាំ2026សភានៃប្រទេសនិយាយភាសាបារាំងបានអនុម័តសេចក្តីសម្រេចមួយដែលបញ្ជាក់ជាថ្មីនៅការគាំទ្រអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាដោយអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹងនិងបង្ហាញការគាំទ្រដល់ដំណើរការខណ្ឌសីមាព្រំដែនដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនជាបន្តទៀតសហគមន៍អន្តរជាតិរំពឹងថាប្រទេសថៃនឹងគោរពសាលក្រមឆ្នាំ1962និងឆ្នាំ2013របស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ស្តីពីប្រាសាទព្រះវិហារនិងការកំណត់ព្រំដែនគោកស្របតាមអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907ដោយដែលភាគីទាំងពីរបានបញ្ជាក់ការទទួលស្គាល់តាមអនុសារណៈយោគយល់គ្នាឆ្នាំ2000ការពន្យាពេលដំណើរការខណ្ឌសីមាព្រំដែនដោយគ្មានកំណត់ដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍និងកាត់យកទឹកដីកម្ពុជាដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានដែលមិនអាចអនុញ្ញាតឲ្យបន្តបានឡើយថ្ងៃច័ន្ទ6កើតខែទុតិយាសាទឆ្នាំមមីអន្តស័កពុទ្ធសករាជ2570រាជធានីភ្នំពេញថ្ងៃទី20ខែកក្កដាឆ្នាំ2020